តើអ្នកនរគ្នាសាកមិននិយាយថារឿងមួយម៉ូភាគបន្ទាប់ជាមួយខ្ញុំទាំងអស់គ្នាមើលដោយសារតែយើងបានទស្សនាភាពមុនហើយឃើញថាចន្ទ្រាត្រូវបានប្រពន្ធរបស់ហេឆាយចាប់បានហើយក៏ត្រូវគេវាយជាដំណំដែរព្រោះអីវាអាចនិយាយបានថាសមមកគាត់ដែរដោយសារគាត់ទៅតាក់ទងជាមួយប្តីរបស់គេអញ្ចឹងណាអាចថាវាជាការដែលគាត់ល្ងងដែរដែលគាត់ជឿសម្ដីរបស់គេថាគេមិនតមានប្រពន្ធមានកូនអញ្ចឹងទៅជាក់ស្ដែងគឺគេមានប្រពន្ធមានកូនរួចហើយឥឡូវហ្នឹងបើសិនជាគាត់បាត់បង់ឱកាសក្នុងការទៅហេឆាយសួរថាតើគាត់បោះបង់គំនិតអាក្រក់ដែលគាត់ចង់ក្បត់ប្តីរបស់គាត់នៅតែមានអញ្ចឹងដោយសារតែគាត់គិតថាគាត់អាចនឹងតាក់ទងទៅកែថ្មីបានហើយអ្វីដែលសំខាន់ឥឡូវហ្នឹងគាត់មានលុយនៅក្នុងខ្លួនតែមាសមកតម្លឹងដែលគាត់មានសល់ពីហេឆាយទុកឲ្យគាត់ហ្នឹងឯងគាត់ព្រមទុកវាឬក៏យកលុយហ្នឹងមកធ្វើដើមទុនរកស៊ីអីតែជាក់ស្ដែងគាត់បែរជាចង់យកលុយទាំងអស់ហ្នឹងទៅកែសម្ផស្សរបស់គាត់អូខេណាគេក៏ចង់ស្អាតដែរអ្នកនរគ្នាប៉ុន្តែជាក់ស្ដែងគាត់កែសម្ផស្សដើម្បីអីគឺតាក់ទាញណាគេផ្សេងមិនមែនដើម្បីខ្លួនឯងក៏មិនមែនដើម្បីគ្រួសាររបស់គាត់ដែរគាត់កែសម្ផស្សដើម្បីទៅតាក់មនុស្សប្រុសផ្សេងដែលធ្វើបាបប្តីរបស់ខ្លួនឯងទៅវិញហ្នឹងវាអាចនិយាយបានថាជាទង្វើអាត្មានិយមជ្រុលណាអ្នកនរគ្នាដែលគាត់អត់យល់ពីអ្វីដែលថានៅក្នុងគ្រួសារគាត់ត្រូវការលើនឹងទេគឺភាពកក់ក្ដៅដែលកូនរបស់គាត់ចង់បានអាចថាប្តីរបស់គាត់មិនមែនគាត់មិនដឹងទេថាប្រពន្ធរបស់គាត់ខូចខើតែធ្វើមិនបើគាត់មានប្រពន្ធតែមួយហើយក៏គាត់មានកូនតែមួយដែរគាត់ចង់ឲ្យកូនរបស់គាត់បាត់បង់ម្ដាយហើយអង្គគេហើយក៏មិនចង់ឲ្យកូនរបស់គាត់នឹងបែកបាក់ដែរបើមិនជាអ្នកគ្នាជាអមោកតែអ្នកគ្នានៅសមាជិកបែបមិនចំពោះប្រពន្ធបែបហ្នឹងហើយអ្នកគ្នាគិតថាតើតកែរោងចក្រថ្មីគេមានប្រពន្ធមានកូនអត់បើសម្រាប់ខ្ញុំគិតថាគេមានហើយអ្នកគ្នាគេអាចនឹងមានប្រពន្ធមានកូនហើយបើមិនជាចន្ទ្រាទៅដើរផ្លូវចាស់ទៀតអាចថាមិនមែនត្រឹមតែបែកមុខបែកមាត់ទេលើកនេះអាចនឹងលើសនឹងទៀតតែអ្នកគ្នាចាំមើលថាតើចន្ទ្រាគាត់នឹងត្រូវជួបដំណើរជីវិតដែលត្រូវបានប្រពន្ធគេចាប់បានទៀតអត់ឬមួយក៏គាត់សមាជិកលើហ្នឹងទៅហ្នឹងគឺធ្វើឲ្យគាត់ចម្រើនជាងមុនល្អជាងមុនតែបើអីដែលខ្ញុំគិតទេណាអត់អាចល្អជាងនឹងទេអ្នកគ្នាមនុស្សបើមិនជាគាត់ធ្វើអាក្រក់មិនដែលបានល្អត្រឡប់មកវិញទេតែធ្វើអាក្រក់គឺបានអាក្រក់ឲ្យអ្នកគ្នាអញ្ចឹងយើងចាំតាមអ្នកគ្នាថាតើសាច់រឿងអ្នកនិពន្ធគាត់អប់រំមិនទៀតក្នុងរឿងមួយហ្នឹងហើយអីដែលសំខាន់ជាក់ស្ដែងខ្ញុំទៅសារអ្នកនិពន្ធក្នុងរឿងហ្នឹងខ្លាំងមែនតើគាត់លើកយកពីជីវិតដែលអាចកើតមានឡើងនៅក្នុងសង្គមពិតប្រាកដពិតមែនណាអ្នកដែលគាត់លោភលន់គឺគួរតែមើលរឿងហ្នឹងជាគំរូជាពិសេសម្នាក់ដែលគាត់ស្អាតហើយលោភលន់ខ្លាំងពេកដល់ហើយអ្នកគ្នា